តើបងប្អូនយើងមកមើលពីរបៀបកាត់ចូលប៉ុង2ក៏ដូចជាកាត់ចូលកាពីតារបស់ Hilux Travo ទាំងអស់គ្នាប្រហែលថ្ងៃនេះខ្ញុំឃើញមានការចាប់អារម្មណ៍មែនទែនទាក់ទងជាមួយនឹងការបើកបរសាកល្បងឃើញតាមបណ្ដាញសង្គមគឺ Hilux Travo គឺមានសមត្ថភាព off-road អស្ចារ្យមែនទែនថា Hilux Revo ជំនាន់មុនខ្លាំងហើយឥឡូវ Travo គឺខ្លាំងជាងមុនទៀតបងប្អូនអញ្ចឹងទាំងសន្ទុះទាំងផាសុកភាពសមត្ថភាព off-road គឺមកទាំងព្រមតែម្ដងបងប្អូនសូម្បីតែបច្ចេកវិទ្យាក្នុងឡានគឺទំនើបទាំងអស់អាចទាំងអស់បងប្អូនអញ្ចឹងឥឡូវនេះយើងមកដឹងពីរបៀបកាត់ចូលប៉ុង2ក៏ដូចជាកាត់ចូលលេខកាពីតាទាំងអស់គ្នាហើយមុននឹងយើងដឹងពីរបៀបកាត់ចូលលេខកាពីតាយើងត្រូវដឹងពីមុខងាររបស់វាជាមុនសិនបងប្អូនអញ្ចឹងបងប្អូនឃើញកុងតាក់នេះនៅទីតាំង 2A ក៏បងប្អូន 2A ហ្នឹងគឺគេចង់បានន័យថាឡានរបស់យើងគឺដំណើរការតែប៉ុង1ទេគឺប៉ុងក្រោយហើយប៉ុងមុខហ្នឹងគ្រាន់តែវិលតាមទេបងប្អូនហើយជាទូទៅ 2A នេះគឺគេប្រើជាប្រចាំថ្ងៃបងប្អូនដូចថាយើងរត់ផ្លូវកស៊ូឬក៏យើងប្រើប្រាស់ប្រចាំថ្ងៃក្នុងក្រុងអីហ្នឹងគឺយើងប្រើ 2A ហ្នឹងឯងបានន័យថាប្រើប៉ុង1អញ្ចឹងឥឡូវយើងទៅដឹងប៉ុង2វិញម្ដងបងប្អូនប៉ុង2គឺមានអក្សរតំណាងថា 4A នេះបងប្អូនយើងកាច់មកទីតាំងបែបនេះអញ្ចឹងលក្ខខណ្ឌដែលយើងកាច់ចូលគឺយើងមិនបាច់ឈប់ឡានទេក្រោមកុងទ័រ80បងប្អូនអាចកាច់ចូលបានហើយដោះវិញដូចគ្នាក្រោមកុងទ័រ80បងប្អូនអាចកាច់ដោះវិញបានដូចគ្នាអញ្ចឹង 4A នេះគឺបានន័យថាឡានរបស់យើងដំណើរការប៉ុង2ដំណើរការទាំងប៉ុងក្រោយដំណើរការទាំងប៉ុងមុខអញ្ចឹងអាហ្នឹងគឺគេប្រើនៅស្ថានភាពផ្លូវដែលមានផ្លូវដូចជាផ្លូវល្អិលផ្លូវក្លុកច្រើនឬក៏ឡើងចំណោតពោះចុះចំណោតចុះអីចឹងគឺគេប្រើ 4A ហ្នឹងឯងបានន័យថាប៉ុង2បងប្អូនហើយចុងក្រោយគេនេះគឺលេខកាពីតាបងប្អូនកាពីតានេះគឺតំណាងដោយ 4L ហ្នឹងគឺបានន័យថាលេខកាពីតាហ្នឹងឯងបងប្អូនលក្ខខណ្ឌដែលយើងកាត់ចូលលេខកាពីតាគឺយើងត្រូវតែឈប់ឡានហើយដាក់ទីតាំងលេខ N សិនបានយើងអាចកាត់ចូលកាពីតាបានបងប្អូនហើយការកាត់ចូលកាពីតានេះដែរពេលដែលយើងកាត់ចូលទៅឡានរបស់យើងគឺអត់អាចបើកលឿនបានទេជន់ប៉ុណ្ណាក៏ដោយក៏ត្រឹមកុងទ័រ30អីហ្នឹងឯងឡានយើងយឺតមែនប៉ុន្តែខ្លាំងកម្លាំងរមួលគឺខ្លាំងមែនទែនដូចត្រាក់ទ័រអញ្ចឹងបងប្អូនអញ្ចឹងអាហ្នឹងគឺគេប្រើនៅពេលដែលឡានយើងជាប់ផុងយើងអូសសដោងគេដូចថាមានឡានខាងមុខគេជាប់ផុងអីចឹងទៅយើងទៅអូសសដោងគេគឺយើងប្រើកាពីតាហ្នឹងឯងអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងបើសិនជាបងប្អូនមានចម្ងល់អីអាច comment នៅខាងក្រោមវីដេអូនេះខ្ញុំនឹងឆ្លើយតបជូនបងប្អូនទៀត